ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាបងប្អូនដែលទើបមកប្រទេសកូរ៉េចង់ស្វែងរកកម្មវិធីវេប្រាក់ដែលមានសុវត្ថិភាពនិងអត្រាទាបមែនទេនេះគឺជារបៀបភ្ជាប់កម្មវិធីវេប្រាក់ E9Pay ដោយខ្លួនឯងបងប្អូនទាំងអស់គ្នាគ្រាន់តែត្រូវការលេខទូរស័ព្ទ ID card passport ហើយនិងសៀវភៅកងធនាគារបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់មាន ID card ទេក៏អាចភ្ជាប់ត្រឹម passport បានដូចគ្នាដូច្នេះសូមតាមដានវីដេអូនេះទាំងអស់គ្នាពីរបៀបភ្ជាប់កម្មវិធី E9Pay ដោយខ្លួនឯងហើយសុវត្ថិភាពបំផុតជាដំបូងបងប្អូន download app E9Pay នៅក្នុង Play Store ឬ App Store ដោយវាពាក្យថា E9Pay ហើយលោតផ្ទាំងបែបនេះយើងចុច Open ឬក៏ Download មកបន្ទាប់មកបងប្អូនយល់ព្រមទាំងអស់រើសទង់ជាតិខ្មែរមកឃើញផ្ទាំងនេះយើងចុចចុះឈ្មោះជាសមាជិកតែម្ដងណាហើយចុចបន្ទាប់ហើយចុចបន្ទាប់ទៀតបន្ទាប់មកយើង tick ឬក៏យល់ព្រមទាំងអស់មកហើយចុចបញ្ជាក់យើងបង្កើតកណុសោដែលយើងស្រឡាញ់រៀងអីដែលយើងត្រូវចាំរាល់ចូលប្រើគឺយើងគូសរៀងបែបហ្នឹងគូស connect គ្នាបាន4ដងឡើងលើហើយបងប្អូនរើសទង់ជាតិខ្មែរម្ដងទៀតសរសេរតកូលយើងនៅលើ ID card និងសម័យខ្លួនឈ្មោះយើងហើយ email យើងអាចដាក់ email យើងឬក៏រហស្សនាមផ្សេងបានហើយមាន Gmail Yahoo អញ្ចឹងទៅបន្ទាប់មករើសឆ្នាំខែថ្ងៃកំណើតរបស់យើង tick ឆ្នាំខែថ្ងៃកំណើតរួចបងប្អូនត្រូវបញ្ជាក់ប្រព័ន្ធទូរស័ព្ទយើងបាទប្រព័ន្ធទូរស័ព្ទបងប្អូនបើសិនជាបង់ 30,000 ចុះក្រោមគឺប្រភេទប្រើកាតហើយអញ្ចឹងយើងរើស LG KT SK ឬក៏អីចឹងមកហើយបំពេញលេខទូរស័ព្ទឲ្យត្រឹមត្រូវបន្ទាប់មកលេខទូរស័ព្ទបងប្អូនបំពេញរួចចុចបន្ទាប់គឺយើងនឹងទទួលបាន message គេ message ពី E9Pay មកវាយលេខកូដនឹងបញ្ចូលហើយចុចបន្ទាប់ឬហើយយើងមានមុខងារថតឬក៏ upload បាទអញ្ចឹងយើងដាក់លិខិតឆ្លងដែនយើងមកយើងចង់ថតឬក៏ upload បើសិនជាថតទុកហើយយើង upload តែម្ដងមកបាទប៉ុន្តែពេល upload យើងត្រូវបំពេញលេខវាតាមក្រោយណាអញ្ចឹងយើង tick មកនេះ passport ខ្ញុំហើយចុចបន្ទាប់មកយើង upload ចូលរួចបន្ទាប់មក ID card យើង tick លើ ID card ហើយយើងយកថតឬក៏ upload អញ្ចឹងខ្ញុំយកថតតែម្ដងដោយសារខ្ញុំយក ID card មកតាមខ្លួនពេលយើងថតគឺបងប្អូន scan វាឲ្យច្បាស់មកឲ្យនឹងឲ្យដាក់ឲ្យកុំឲ្យអង្គើមកវា scan auto ហើយលេខ ID card ក៏វា save auto ដែរហើយចុចបន្ទាប់មកយើងថតក្នុង ID card មួយទៀតណាពេលថតក្នុង ID card បងប្អូនត្រូវចុចឲ្យនឹងដូចគ្នាហើយវានឹង save លេខក្នុង ID card auto តែបើយើង upload ក្នុង ID card គឺយើងត្រូវបំពេញលេខក្នុង ID card ឲ្យពេញដូចគេបាទបន្ទាប់មកយើងបំពេញលេខ ID card ណាសំទោសបំពេញលេខ passport ដោយសារមិញខ្ញុំ upload អញ្ចឹងវា save auto ដូចយើងថតទេហើយយើងរើសបំពេញទីតាំងដែលយើងស្នាក់នៅកន្លែងក្នុង ID card យើងនៅតំបន់ណានៅពូសាន់ឬក៏នៅឈុនឡាណាំដូឬក៏អីបងប្អូនមើលលើក្នុង ID card មកឈ្មោះទីក្រុងយើងណានៅខ្វាំងជូឬក៏អីចឹងណាខ្ញុំនៅសូអ៊ូលចឹងខ្ញុំរើសសូអ៊ូលមកហើយតំបន់ខ្ញុំនៅខ្វាន់ណាគូបងប្អូនបំពេញដូចគ្នាកន្លែងនេះគឺលេខផ្លូវរបស់យើងកន្លែងមានលេខអក្សរយើងវាយជាអក្សរកូរ៉េមកហើយមានវាយលេខមកវា search មកឲ្យឃើញអាស័យដ្ឋានណា tick មួយណាក៏បានលេខកូដណែនាំដាក់ KX 10.01 ក៏បានឬក៏4555ដើម្បីដាក់កូដណែនាំនេះគឺធ្វើឲ្យយើងមានផលប្រយោជន៍អាចមើលលុយចេញចូលក្នុងកង free បាទអញ្ចឹងយើងដាក់4555មកឬយើងបំពេញធនាគារបំពេញលេខកង់យើងនៅកំពង់ប្រើនៅប្រទេសកូរ៉េណាអញ្ចឹងខ្ញុំប្រើ KB អញ្ចឹងខ្ញុំវាយលេខកង់ចូលមកបាទបន្ទាប់ពីវាយលេខកង់ចូលយើងចុចយល់ព្រមហើយចុចបន្ទាប់គេផ្ញើលេខលុយ2វ៉ុនចូលកង់យើងអញ្ចឹងបើបងប្អូនអត់មានសារ message ឬក៏ banking ទេឆាតមក page យើងនឹងប្រាប់លេខកូដតែបើមានទេយើងធ្វើក្នុងសារ message ឬក៏ banking យើងគឺនៅក្រោយលេខ2វ៉ុនគឺមានលេខកូដហើយគេតេមកយើងចុចទទួលមកយើងចុចទទួលពេលចុចទទួលយើងចុចតបគេវិញចុចលេខ1ដូចនេះណាបាទ7 8 4 5 0 1 0ការគេលេខបញ្ជាក់សម័យខ្លួនបានតបចុចលេខ1ហើយគឺបងប្អូនអាច scan មកបានហើយនេះបាទដាក់ scan មកឲ្យចំពលឺឲ្យច្បាស់ល្អហើយងាកឆ្វេងងាកស្ដាំតិចព្រិចភ្នែកតិចមកវាជាប់ភាគរយយើងហើយចុចបញ្ជាក់មកគឺបងប្អូននឹងបានចូលប្រើហើយចុចចូលប្រើទៅបាទចុចចូលប្រើគឺយើងត្រូវបង្កើតលេខសម្ងាត់4ខ្ទង់លេខហ្នឹងកុំដាក់លេខការ៉េកុំដាក់លេខស្ទូនកុំដាក់លេខទូរស័ព្ទកុំដាក់លេខ1 2 3កុំដាក់លេខណាដែលជាព័ត៌មានយើងដាក់លេខឆ្លាស់គ្នាហើយកត់ទុកផងរាល់ពេលយើងប្រើ4ខ្ទង់ហ្នឹងដាក់ហើយដាក់ម្ដងទៀតឲ្យដូចគ្នាបន្ទាប់មកបងប្អូនបានបង្កើតលេខសម្ងាត់4ខ្ទង់ក៏ដូចជាគំនូសសោរួចរាល់អញ្ចឹងយើងអាចគូសសោចូលប្រើបានហើយបាទគូសសោចូលទៅគឺនៅផ្ទាំងខាងលើហ្នឹងគឺបងប្អូនឃើញមានចុចនាទីនេះដើម្បីតាក់ទងមក Facebook អញ្ចឹងគឺ page នេះគឺផ្លូវការច្បាស់លាស់អត់បន្លំអត់คล้ายអញ្ចឹងគឺចុចទៅសួរនាំព័ត៌មានទូទៅបានខ្ញុំសុំរបៀបវេខ្ញុំចង់ដឹងលេខកូដវិញដល់ណាហើយសួរនាំទូទៅបានបាទអញ្ចឹងឆាតមក page ដើម្បីក្រុមការងារជំនួយផ្សេងបាទអរគុណច្រើន